អ្នករស់ស៊ីគេមិនដែលទៅនេទេធ្លាប់តែជាអតីតពលកររស់ស៊ីលក់ម្ជូរនៅផ្ទះលេខ2ពេលត្រឡប់មកស្រុកខ្មែរវិញមកតលក់ម្ជូរដដែលរហូតឥឡូវបន្ថែមបានមុខរបរសាច់អាំង BBQ មួយទៀតហើយគាត់ទៅបើកលក់ទេបើនិយាយពីម៉ូយវិញគឺអត់ខ្វះតែហ្មងដែលក្នុងមួយថ្ងៃគាត់លក់បានចន្លោះពី200ទៅ250ចង្កាក់ឯណោះដែលសាច់អាំង BBQ របស់គាត់គឺមាន3រសជាតិមានសាច់គោសាច់មាន់ហើយសាច់ឈូកហើយតម្លៃក្នុងមួយចង្កាក់គឺ2000រៀលគ្រប់រសជាតិទាំងអស់ណាបងប្អូនហើយបងប្អូនអាចរើទៅតាមចំណង់ចំណូលចិត្តបានស្រឡាញ់មួយណាយកមួយហ្នឹងហើយបើនិយាយពីការអាំងសាច់នេះគឺក្តៅឈ្ងុយពេញផ្លូវតែម្ដងបើសាច់និងបន្លែរបស់គាត់គឺសុទ្ធតែស្រស់ទាំងអស់ព្រោះថាសាច់មួយបន្លែហ្នឹងបើថាទុកយូរគឺដឹងតែខូចចាក់ចោលហ្មងហើយបើនិយាយទៅដល់រសជាតិសាច់វិញគឺទន់ផ្អែមអត់ស្វិតហើយមកល្មមញ៉ាំទៅទេក៏បានហើយបើបានញ៉ាំជាមួយបាយគឺដូចបន្ថែមរសជាតិសាច់ហ្នឹងឲ្យកាន់តែជាតិណាបើនិយាយចំពោះបងប្រុសវិញគាត់ថាដំបូងឡើយហ្នឹងគាត់លក់តែម្ជូរទេតែដោយសារទីផ្សារម្ជូរឥឡូវគឺសម្បូរអ្នកលក់ច្រើនពេកគាត់ក៏ចាប់ផ្ដើមរកយុទ្ធសាស្ត្រថ្មីរកអីប្លែកច្នៃប្រឌិតឲ្យមានអ្នកទិញច្រើនទៅតាមនឹងដែរអញ្ចឹងណារហូតដល់គាត់នឹកឃើញថាអូគាត់ក៏មានជំនាញខាងសាច់អាំង BBQ ហ្នឹងពីមុនមកដែរគាត់ក៏ចាប់ផ្ដើមយកសាច់អាំង BBQ ហ្នឹងមកធ្វើជាអាជីពរបស់គាត់តែម្ដងទៅអញ្ចឹងបើសិនជាបងប្អូនចង់មកសាក់រសជាតិសាច់អាំង BBQ របស់គាត់ណាអាចមករកទិញបាននៅខាងកើតខ្លោងទ្វារសារទូទឹកពុងទល់មុខធនាគារស្ថាបនាដែលគាត់បើកលក់ចាប់ពីម៉ោង7យប់ដល់ម៉ោង11យប់ហើយសម្រាប់ព័ត៌មានបន្ថែមទៀតអាចចូលមើលបាននៅក្នុង comment របស់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ